សូមស្វាគមន៍មកកាន់ Channel កថាព្រឺព្រួចយប់នេះត្រៀមខ្លួនព្រឺសម្បុរហើយឬនៅតោះស្ដាប់រឿងរ៉ាវអាត់កំបាំងនិងគួរឲ្យខ្លាចបំផុតនៃភូមិដាច់ស្រយាលមួយក្នុងខេត្តបាត់ដំបងគឺភូមិត្រពាំងអណ្ដែតកុំឲ្យបងប្អូនរងចាំយូរតោះយើងចូលសាច់រឿងទាំងអស់គ្នារឿងនេះកើតឡើងនៅឯភូមិដាច់ស្រយាលមួយនៃខេត្តបាត់ដំបងតាមពិតទៅរឿងនេះគឺជារឿងដែលអ្នកភូមិគេលាក់បាំងយូរណាស់មកហើយតែដោយសារតែខ្ញុំមាននិស្ស័យបានទៅលេងផ្ទះមិត្តភ័ក្តិរបស់ខ្ញុំនៅទីនោះខ្ញុំក៏ដឹងរឿងទាំងអស់ហ្នឹងពីមិត្តភ័ក្តិរបស់ខ្ញុំរឿងនេះកើតឡើងតាំងពីឆ្នាំ2000ជាងឯណោះកាលហ្នឹងនៅភូមិត្រពាំងអណ្ដែតអត់សូវមានមនុស្សរស់នៅដូចឥឡូវនោះទេផ្លូវក៏ពិបាកធ្វើដំណើរដែរព្រោះអីដីក្រហមផងនិងភក់ផងរឿងនេះតាក់ទងនឹងគ្រួសាររបស់តាសុកនិងយាយសឿនគាត់មានកូនស្រីម្នាក់ឈ្មោះស្រីពៅជាក្មេងស្រីឧស្សាហ៍ហើយស្អាតផងដែរចំណែកឯផ្ទះរបស់គាត់នៅឆ្ងាយដាច់ពីគេបន្តិចគឺនៅក្បែរព្រៃរបស់មួយនៅឯចុងភូមិឯណោះអ្នកភូមិក៏មិនហ៊ានទៅប៉ុន្មាននោះទេព្រោះគេល្បីព្រៃហ្នឹងមានខ្មោចលងសាហាវខ្លាំងណាស់តែតាសុកគាត់មិនជឿរឿងនេះទេគាត់ថាចេះតែនិយាយបន្លាយក្មេងៗឲ្យគ្នាភ័យតែប៉ុណ្ណោះថ្ងៃមួយនៅពេលព្រលប់ស្រីពៅទៅដងទឹកក្នុងអណ្ដូងក្រោយផ្ទះនៅពេលដែលគាត់កំពុងតែទាញធុងទឹកឡើងចេញពីអណ្ដូងស្រាប់តែពេលហ្នឹងគាត់ឮសំឡេងសឹបចេញពីក្នុងព្រៃរបស់នោះហើយឈ្មោះគាត់ថាសំឡេងហ្នឹងស្រាលណាស់ដូចជាខ្យល់បក់ប៉ះត្រចៀកអញ្ចឹងស្រីពៅក៏ងាកមើលជុំវិញក៏ប៉ុន្តែមិនឃើញអ្នកណានោះទេគាត់គិតថាប្រហែលជាគាត់ឮច្រឡំហើយក៏បន្តដងទឹកទៀតតែមិនយូរប៉ុន្មានសំឡេងហ្នឹងក៏ឮម្ដងទៀតពៅមកលេងជាមួយនឹងបងមកពៅលើកនេះស្រីពៅឮច្បាស់ជាងមុនបន្តិចហើយសំឡេងហ្នឹងហាក់បីដូចជាសំឡេងមនុស្សប្រុសអញ្ចឹងស្រីពៅចាប់ផ្ដើមភ័យមែនតើព្រោះអ្នកភូមិអត់សូវហ៊ានដើរកាត់ព្រៃនឹងទេពេលយប់គាត់ប្រញាប់ដងទឹករួចក៏រត់ចូលទៅផ្ទះតែម្ដងយប់នោះគាត់ក៏បាននិយាយទៅប្រាប់ឪពុកម្ដាយរបស់គាត់អំពីសម្លេងនោះដែរតាសុកក៏គាត់នៅតែមិនជឿអំពីរឿងនេះដែរគាត់គិតថាកូនស្រីរបស់គាត់ប្រហែលជាយល់សប្តិហើយព្រោះអីគាត់នៅនឹងជាច្រើនឆ្នាំមកហើយមិនដែលមានរឿងអ្វីសោះប៉ុន្តែចាប់ពីថ្ងៃនោះមកស្រីពៅឮតែសំឡេងនឹងរាល់យប់នៅពេលដែលគាត់នៅខាងក្រៅផ្ទះម្នាក់ឯងពេលខ្លះឮសំឡេងខ្សឹបហើយពេលខ្លះទៀតឮច្បាស់បន្តិចថាពៅមាននឹកបងទេស្រីពៅចាប់ផ្ដើមភ័យខ្លាចកាន់តែខ្លាំងឡើងមួយរយៈក្រោយមកទៀតស្រីពៅចាប់ផ្ដើមមានអាការៈប្លែកគាត់ឧស្សាហ៍អង្គុយម្នាក់ឯងនិយាយម្នាក់ឯងពេលខ្លះក៏សើចម្នាក់ឯងហើយពេលខ្លះទៀតក៏យំម្នាក់ឯងយាយសឿនគាត់ឃើញកូនស្រីរបស់គាត់អញ្ចឹងគាត់ព្រួយបារម្ភណាស់គាត់ក៏សួរទៅកូនស្រីរបស់គាត់ថាបើកូនកើតអីមែនហេតុអ្វីមួយរយៈនេះកូនប្លែកអញ្ចឹងស្រីពៅងាកមកញញឹមតិចតែភ្នែកគាត់មើលទៅដូចជាអត់មានអារម្មណ៍អ្វីទាល់តែសោះគាត់ក៏បានឆ្លើយប្រាប់ម្ដាយគាត់ថាអត់ទេម៉ែពៅនិយាយលេងជាមួយនឹងបងសីហាទេតាយាយសឿនគាត់ញាក់ផ្អើលខ្លាំងណាស់គាត់ក៏សួរទៅសីពៅថាសីហាណាកូននិយាយពីអ្នកណាគេហ្នឹងស្រីពៅក៏នៅតែញញឹមដដែលហើយប្រាប់ម៉ែគាត់ថាបងសីហាហ្នឹងម៉ែគាត់នៅខាងក្រៅផ្ទះយើងនេះនៅក្នុងព្រៃរបស់ហ្នឹងហើយគាត់ក៏ចង្អុលទៅព្រៃនោះយាយសឿនគាត់ស្ដាប់ហើយព្រឺសម្បុរខ្លាំងមែនតើគាត់ដឹងថារឿងមួយនេះមិនមែនជារឿងធម្មតានោះទេហើយគាត់ក៏ប្រាប់តាសុកអំពីរឿងកូនស្រីរបស់គាត់ទាំងសឹងខ្លាំងចំណែកឯតាសុកវិញគាត់ចាប់ដើមព្រួយបារម្ភព្រោះអីឃើញកូនស្រីគាត់ពិតជាប្លែកខ្លាំងមែនតើគាត់ក៏ទៅរកលោកតាចាស់ម្នាក់នៅឯចុងភូមិដែលគាត់ចេះមុនបន្តិចបន្តួចលោកតានោះមានឈ្មោះថាលោកតាព្រឹទ្ធនៅពេលនោះតាសុកក៏គាត់បាននិយាយអំពីរឿងកូនស្រីរបស់គាត់ទៅប្រាប់លោកតាព្រឹទ្ធទាំងទឹកមុខស្លន់ស្លោ
លោកតាព្រឹត្តក៏គាត់មើលទៅស្រីពៅពេលគាត់ឃើញស្រីពៅគាត់ក៏សម្លឹងមើលមុខស្រីពៅមួយសន្ទុះរួចក៏ងក់ក្បាលតិចតិចហើយគាត់ក៏បាននិយាយប្រាប់តាសុកថាកូនស្រីរបស់ឯងគឺមានអីមកជ្រែកហើយតាសុកវានៅចិត្តនេះឯងលោកតាព្រឹត្តក៏គាត់ចាប់ផ្ដើមធ្វើពិធីបណ្ដេញព្រាយវិសាចតាមពិធីរបស់គាត់ដុតធូបទៀនយកទឹកមន្តប្រះព្រំទៅលើស្រីពៅពេលនោះស្រីពៅក៏ប្រកាច់យំដូចជាមនុស្សដែលគេត្រូវធ្វើបាបអញ្ចឹងភ្លាមនោះក៏ឮសំឡេងមួយចេញពីមាត់ស្រីពៅថាអូយឈឺណាស់កុំធ្វើបាបអញសំឡេងដែលចេញពីមាត់ស្រីពៅមិនមែនជាសំឡេងរបស់គាត់ទេតែជាសំឡេងរបស់មនុស្សប្រុសទៅវិញលោកតាព្រឹត្តក៏គាត់សួរថាឯងជាអ្នកណាឯងមកពីណាហេតុអ្វីចូលទៅក្នុងខ្លួនរបស់ក្មេងស្រីនេះហើយសំឡេងនោះក៏ឆ្លើយថាអញជាមួយសៃហាអញស្រឡាញ់វាអញចង់យកវាទៅនៅជាមួយអញតាសុកនិងយេស៊ឿនឮហើយក៏ភ័យខ្លាំងណាស់តាព្រឹត្តក៏បន្តធ្វើពិធីបណ្ដេញវាចេញគាត់ប្រើមន្តអាគមផ្សេងដែលគាត់បានរៀនសូត្រពីមុនមកហាក់បីដូចជាមិនបានផលប្រមាណនោះទេខ្មោចសីហានឹងវាពិតជាសាហាវខ្លាំងណាស់ក្រោយពីប្រកាច់ប្រកិនណាមួយសន្ទុះមកស្រីពៅក៏បាត់ស្មារតីទៅលោកតាព្រឹត្តក៏អស់កម្លាំងខ្លាំងដែរតាសុកខ្មោចនេះពិតជាសាហាវខ្លាំងណាស់វាប្រហែលជាខ្មោចព្រៃនឹងឯងដែលអ្នកភូមិគេនិយាយវាធ្លាប់តែប្រឡងបន្លាចអ្នកភូមិច្រើនមកហើយតែមិនដែលមានអ្នកណាឲ្យវាចូលស្រួលអញ្ចឹងនោះទេលោកតាព្រឹត្តក៏គាត់ប្រាប់ទៅតាសុកឲ្យរកលោកគ្រូម្នាក់នៅឯវត្តមួយទៀតដែលល្បីខាងបណ្ដេញខ្មោចដោយលោកគ្រូនោះមានឈ្មោះថាលោកគ្រូពេជ្រគាត់នៅវត្តឯចុងភូមិតាសុកគាត់ក៏ប្រញាប់ទៅវត្តទាំងយប់ពេលដែលគាត់ទៅដល់វត្តគាត់ក៏បានជួបលោកគ្រូពេជ្រហើយរៀបរាប់រឿងទាំងអស់ទៅប្រាប់លោកគ្រូពេជ្រក៏គាត់យល់ព្រមមកជួយពេលដែលលោកគ្រូពេជ្រមកដល់ផ្ទះតាសុកគាត់ក៏ដើរមើលជុំវិញផ្ទះរួចក៏ងាកទៅមើលព្រៃរបស់ខាងក្រោយផ្ទះនោះពេលនោះលោកគ្រូពេជ្រក៏បានប្រាប់តាសុកថាអាត្មាមានអារម្មណ៍ថាវិញ្ញាណកាចសាហាវខ្លាំងណាស់នៅទីនេះលោកគ្រូពេជ្រគាត់និយាយផងយកដៃអង្អែលក្បាលរបស់ស្រីពៅផងលោកគ្រូពេជ្រក៏ចាប់ផ្ដើមធ្វើពិធីម្ដងទៀតលើកនេះគាត់សុំធំដុំបន្តិចគាត់សូត្របាលីនិងយកខ្សែសីមាចងជុំវិញផ្ទះហើយយកម្សៅរមៀតគូជាយ័ន្តដាក់តាមទ្វារបង្អួចហើយក៏បួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិឲ្យជួយការពារស្រីពៅពេលលោកគ្រូពេជ្រចាប់ផ្ដើមសូត្របាលីស្រីពៅក៏ប្រកាច់ខ្លាំងជាងមុនទៅទៀតគាត់ស្រែកយំទាំងឈឺចាប់សំឡេងរបស់ខ្មោចសីហាក៏ចេញមកទាំងគំនុំអញមិនទៅណាទេអញអត់លែងវាទេវាជារបស់អញស្រឡាញ់វាលោកគ្រូពេជ្រក៏នៅតែបន្តសូត្របាលីមិនឈប់គាត់ជោគរំពាត់ផ្ដៅវេទៅលើស្រីពៅតិចស្រីពៅគាត់កាន់តែប្រកាច់ខ្លាំងឡើងពេលនោះសំឡេងមួយក៏បាននិយាយថាអូយឈឺណាស់អញឈឺណាស់អញប្រាប់ហើយថាអញមិនទៅណាទេការប្រយុទ្ធគ្នារវាងលោកគ្រូពេជ្រនិងខ្មោចសីហាហាក់ដូចជាអត់មានអ្នកណាឈ្នះអ្នកណាទេមួយសន្ទុះក្រោយមកស្រីពៅក៏សន្លប់វិញម្ដងទៀតលោកគ្រូពេជ្រក៏គាត់ប្រាប់ថាអាត្មាមិនអាចបណ្ដេញវាចេញបានទេតាសុកវាខ្លាំងជាងអាត្មាស្មានទុកទៅទៀតវាហាក់បីដូចជាមាននិស្ស័យអ្វីមួយជាមួយកូនស្រីរបស់តាសុកលោកគ្រូពេជ្រក៏បន្តទៀតថាអាត្មាអាចការពារមិនឲ្យវាយកកូនស្រីរបស់តាសុកទៅបានតែកូនស្រីរបស់តាសុកនឹងរស់នៅក្នុងសភាពបែបនេះជារៀងរហូតវានៅតែក្នុងខ្លួនរបស់នាងរហូតតាសុកនិងយេស៊ឿនឮហើយក៏អស់សង្ឃឹមណាស់ពួកគាត់យំសោកស្រាក់ស្រីពៅក៏ចាប់ផ្ដើមរស់នៅក្នុងសភាពវិកលចរិតបែបនេះជារៀងរហូតមកពេលខ្លះគាត់សើចម្នាក់ឯងពេលខ្លះទៀតគាត់យំម្នាក់ឯងហើយពេលខ្លះទៀតគាត់និយាយជាមួយអ្នកណាមិនដឹងទេតែគេមើលមិនឃើញ
រឿងហ្នឹងក៏បានកន្លងផុតទៅជាច្រើនឆ្នាំស្រីពៅក៏ចាស់ទៅរស់នៅក្នុងសភាពបែបហ្នឹងឪពុកម្ដាយរបស់គាត់ក៏ទទួលមរណភាពអស់ទៅហើយគាត់នៅតែរស់នៅក្នុងផ្ទះចាស់ហ្នឹងម្នាក់ឯងនៅយប់មួយមានពូម្នាក់ឈ្មោះពូធីគាត់ជិះម៉ូតូមកពីភូមិផ្សេងទៀតដោយគាត់មិនដឹងថានៅភូមិហ្នឹងមានខ្មោចលងនោះទេគឺគាត់ត្រូវយកប្រពន្ធរបស់គាត់ទៅមន្ទីរពេទ្យនៅពេលដែលគាត់ជិះម៉ូតូទៅតាមផ្លូវប្រហែលម៉ោង 8 យប់គាត់ក៏បានឃើញផ្ទះមួយនៅចុងភូមិមានសភាពស្ងប់ស្ងាត់ខ្លាំងមែនទែនលុះពេលដែលគាត់ជិះទៅដល់មុខផ្ទះគាត់ក៏បានឃើញបុរសម្នាក់ឈរនៅមុខផ្ទះដោយដៃមួយបក់ហៅគាត់ហើយដៃមួយទៀតគឺកាន់ក្បាលដោយក្បាលនោះគឺភ្នែកធំប៉ិនពងមាន់ចំណែកឯអណ្ដាតវែងជាង1 ម៉ែត្រហើយប្រឡាក់សឹកតែឈាមរួចក៏បាននិយាយទៅកាន់គាត់ថាបងជួយតក្បាលខ្ញុំផងបងកុំទៅណាជួយតក្បាលខ្ញុំផងនៅពេលដែលពូធីនិងប្រពន្ធរបស់គាត់ឃើញបែបនេះគាត់ក៏បានជិះម៉ូតូយ៉ាងលឿនរួចក៏ទៅបុកនៅដើមឈើមួយនៅក្បែរមាត់បឹងហើយគាត់ក៏សម្លឹងទៅមើលដើមឈើនោះស្រាប់តែឃើញស្រីពៅនៅលើដើមឈើជាមួយនឹងដៃម្ខាងកាន់មាន់ហែកស៊ីយ៉ាងទំនងឯមាត់វិញគឺសិតតែឈាមនៅពេលដែលគាត់ឃើញបែបនេះហើយគាត់ក៏សន្លប់ភ្លាមនៅនឹងកន្លែងតែម្ដងលុះព្រឹកឡើងអ្នកភូមិឃើញក៏ដាស់គាត់រួចក៏សួរនាំអំពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យគាត់សន្លប់គាត់ក៏ប្រាប់ផ្សាយរឿងដែលបានជួបយប់មិញដ៏ភ័យរន្ធត់និងគួរឲ្យខ្លាចខ្លាំងបំផុតរឿងនេះក៏បានល្បីឮពេញភូមិពីមាត់មួយទៅមាត់មួយពេលនោះក៏មានរឿងវែកញែកនៅពេលថ្ងៃគេឃើញស្រីពៅធម្មតាប៉ុន្តែពេលយប់គេបែរជាឃើញខ្មោចប្រុសទៅវិញចាប់តាំងពីពេលនោះមកមិនមានអ្នកណាហ៊ានទៅក្បែរផ្ទះស្រីពៅនោះទេគេខ្លាចគាត់ព្រោះពេលខ្លះគាត់ក៏សម្លឹងមើលដោយក្រសែភ្នែកចម្លែកខ្ញុំក៏បានដឹងអំពីមិត្តភក្តិរបស់ខ្ញុំគាត់ប្រាប់ថាស្រីពៅឥឡូវអាយុប្រហែលជា40ជាងហើយគាត់នៅតែរស់នៅផ្ទះចាស់នឹងដដែលគាត់មានរូបរាងស្គមស្គាំងភ្នែកក៏ស្វាងរង្វង់ខ្មៅក៏មាននៅជាប់ភ្នែករបស់គាត់ដែរខ្ញុំក៏ឆ្ងល់ថាតើខ្មោចសីហានឹងជាអ្នកណាទៅវិញហេតុអ្វីបានជាជាប់ចិត្តនឹងស្រីពៅខ្លាំងម្ល៉េះមិត្តភក្តិខ្ញុំប្រាប់ថាការពិតទៅរឿងរបស់សីហាក៏មានប្រវត្តិរបស់វាដែរកាលពី50 ឆ្នាំមុនគឺនៅពេលដែលស្រីពៅមិនទាន់កើតមានក្មេងប្រុសម្នាក់ឈ្មោះសីហាគាត់បានបាត់បង់ជីវិតនៅក្នុងព្រៃរបស់នោះគេថាគាត់ដើរបេះផ្លែឈើក៏ជួបចៅព្រៃប្លន់សម្លាប់ដោយកាត់ក្បាលទុកចោលនៅក្នុងព្រៃគាត់ស្លាប់នៅទីនោះដោយគ្មានអ្នកណាដឹងឮនោះទេវិញ្ញាណរបស់គាត់ក៏កណ្ដោយកណ្ដែងនៅទីនោះរហូតមកប្រហែលជាគាត់នៅម្នាក់ឯងយូរពេកហើយក៏បានជួបស្រីពៅក៏ស្រឡាញ់ចង់នៅជាមួយមិនចង់ទៅណាខ្ញុំឮមិត្តភក្តិខ្ញុំនិយាយបែបនេះខ្ញុំពិតជាព្រឺសម្បុរខ្លាំងណាស់ខ្ញុំក៏នៅតែឆ្ងល់ថាវិញ្ញាណសីហាហេតុអ្វីជ្រើសរើសយកតែស្រីពៅរហូតដល់ថ្ងៃមួយខ្ញុំក៏បានទៅលេងផ្ទះមិត្តភក្តិរបស់ខ្ញុំម្ដងទៀតគាត់ក៏បបួលខ្ញុំទៅមើលផ្ទះចាស់របស់ស្រីពៅនោះខ្ញុំក៏ព្រមទៅពេលយើងទៅដល់ផ្ទះនោះមើលទៅចាស់ទ្រុឌទ្រោមណាស់ដំបូលក៏ទ្រុឌទ្រាយជញ្ជាំងក៏ពុកផុយទៀតចំណែកឯស្រីពៅគាត់អង្គុយនៅមាត់ទ្វារសម្លឹងមើលទៅព្រៃរបស់នោះគាត់ស្លៀកសម្លៀកបំពាក់ចាស់រហែកគាត់
អត់បានចាប់អារម្មណ៍នឹងពួកយើងនោះទេគាត់នៅតែសម្លឹងនៅព្រៃនោះដដែលខ្ញុំក៏បានសួរទៅមិត្តភ័ក្តិរបស់ខ្ញុំថាគាត់នៅតែអញ្ចឹងដដែលមែនទេមិត្តភ័ក្តិខ្ញុំងក់ក្បាលហើយក៏ប្រាប់ខ្ញុំវិញថានឹងហើយគាត់នៅតែអញ្ចឹងរហូតអ្នកភូមិគេយកបាយទឹកមកឲ្យគាត់រាល់ថ្ងៃប៉ុន្តែគេមិនហ៊ាននៅយូរនោះទេពេលខ្ញុំកំពុងសម្លឹងទៅមើលស្រីពៅស្រាប់តែខ្ញុំក៏ឃើញមានអ្វីម្យ៉ាងចាំងផ្លែតនៅលើកញ្ចក់បង្អួចខ្ញុំក៏សុំមិត្តភ័ក្តិរបស់ខ្ញុំចូលទៅខាងក្នុងគាត់ក៏ស្ទាក់ស្ទើរបន្តិចដែរក្នុងការយល់ព្រមឲ្យខ្ញុំទៅប៉ុន្តែគាត់ក៏យល់ព្រមឲ្យខ្ញុំចូលទៅពេលខ្ញុំចូលទៅដល់ក្នុងផ្ទះក្លិនអាពូក៏បក់មកប៉ះច្រមុះរបស់ខ្ញុំក៏ដើរទៅរកបង្អួចនោះពេលខ្ញុំសម្លឹងមើលទៅលើកញ្ចក់បង្អួចខ្ញុំក៏ឃើញមានឆ្លាក់អក្សរមួយចំនួនជាអក្សរឈ្មោះពីរនាក់ដែលនៅជិតគ្នាគឺសីហាស្រឡាញ់ពៅខ្ញុំងាកមើលជុំវិញបន្ទប់នោះក្នុងបន្ទប់នោះអត់មានឃើញគ្រឿងសង្ហារឹមអីនោះទេតែមានគ្រែចាស់ទ្រុឌទ្រោមដែលមានមុងធ្លុះធ្លាយនៅទីនោះនៅលើជញ្ជាំងបន្ទប់ខ្ញុំក៏ឃើញមានគូរូបមនុស្សពីរនាក់ដែលមើលទៅដូចជាបុរសនិងស្ត្រីកំពុងកាន់ដៃគ្នាគំនូរនោះមើលទៅដូចជាគំនូរក្មេងលេងអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមគិតថាតើនេះជាស្នាដៃរបស់ស្រីពៅមែនទេមិត្តភក្តិខ្ញុំក៏ចូលមកតាមក្រោយហើយនិយាយថាអេមានឃើញអីអត់ខ្ញុំក៏ប្រាប់ទៅគាត់ពីអ្វីដែលខ្ញុំបានឃើញគាត់ក៏ភ្ញាក់ផ្អើលជាមួយនឹងខ្ញុំដែរនៅពេលដែលយើងចេញមកវិញស្រីពៅនៅតែអង្គុយសម្លឹងទៅព្រៃនោះដដែលភ្នែករបស់គាត់មើលទៅដូចជាអត់មានជីវិតអីទាល់តែសោះតែស្រាប់ពេលដែលខ្ញុំងាកចេញខ្ញុំក៏ឮសំឡេងគាត់ខ្សឹបបន្តិចថាបងមកវិញហើយមែនទេខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំងាកមើលគាត់ញញឹមតិចហើយភ្នែករបស់គាត់ក៏មានទឹកភ្នែកហូរមកគាត់នៅតែបន្តទៅមើលព្រៃនោះដដែលខ្ញុំក៏ចាប់ផ្ដើមឆ្ងល់ថាតើគាត់កំពុងនិយាយជាមួយអ្នកណាតើសីហានៅជាមួយគាត់ពិតមែនដែរឬទេពេលនោះមិត្តភក្តិរបស់ខ្ញុំក៏អូសដៃខ្ញុំចេញពីទីនោះទាំងភ័យខ្លាចបងកុំនៅយូរពេកអីខ្ញុំព្រឺសម្បល់ខ្លាំងណាស់នៅពេលដែលយើងដើរត្រឡប់មកវិញខ្ញុំក៏គិតក្នុងចិត្តថារឿងនេះពិតជាអាថ៌កំបាំងណាស់តើស្នេហារវាងមនុស្សនិងខ្មោចវាមានពិតមែនដែរឬទេកន្លងទៅជាច្រើនឆ្នាំរហូតមកដល់សពថ្ងៃនេះស្រីពៅក៏មិនបានរស់នៅក្នុងផ្ទះចាស់នោះទៀតទេដោយសារតែគាត់បានបាត់បង់ជីវិតទៅហើយរឿងនេះក៏នៅតែជាអាថ៌កំបាំងនៅភូមិត្រពាំងអណ្ដែតរហូតមកតើហេតុអ្វីពេលថ្ងៃឃើញស្រីពៅចំណែកឯយប់ឡើងឃើញខ្មោចទៅវិញរឿងរបស់យើងក៏ដល់ទីបញ្ចប់ជាចុងក្រោយក៏សូមអរគុណទៅដល់ប្រិយមិត្តទាំងអស់ដែលបានតាមដានស្ដាប់ពីដើមរហូតមកដល់ចប់បងប្អូនកុំភ្លេចចូលរួមចុច Subscribe ជាមួយនឹងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូបន្តទៀតអំពីកថាព្រឺព្រួចរាត្រីសួស្តីសុបិនល្អសូមអរគុណ